អំពើហិង្សាអ៊ីស្រាអែលលើប៉ាឡេស្ទីនបានរាលដាលដល់តំបន់ស៊ីសកដានីខណៈពេលដែលពិភពលោកកំពុងផ្ដោតលើសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ការបាត់បង់ជីវិតរបស់ប្រជាជនប៉ាឡេស្ទីនក្នុងអំពើហិង្សាបង្កដោយអាណានិគមជនអ៊ីស្រាអែលបានកើនឡើងជាលំដាប់នៅស៊ីសកដានីតំបន់ស៊ីសកដានីជាទឹកដីប៉ាឡេស្ទីនស្ថិតនៅក្រោមការត្រួតត្រាដោយអ៊ីស្រាអែលតាំងពីឆ្នាំ1967អំពើហិង្សាដែលជាស្នាដៃទាហាននិងអាណានិគមជនអ៊ីស្រាអែលបានបណ្ដាលឲ្យប្រជាជនប៉ាឡេស្ទីន3នាក់ស្លាប់បាត់បង់ជីវិតប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងភូមិមួយនៅភាគកណ្ដាលនៃតំបន់ស៊ីសកដានីទាហានអ៊ីស្រាអែលបានបាញ់ប្រហារទៅលើអ្នកភូមិបណ្ដាលឲ្យស្លាប់ប្រជាពលរដ្ឋប៉ាឡេស្ទីនស្លុតត្រង់3នាក់អំពើហិង្សានេះបង្កឡើងដោយអាណានិគមជនអ៊ីស្រាអែលជលនិយមមួយក្រុមកាលពីយប់ថ្ងៃពុធទី25មិថុនាអាញាធរប៉ាឡេស្ទីនបានចោទប្រកាន់ទាហានអ៊ីស្រាអែលថាបានរៀបឡានពេទ្យប៉ាឡេស្ទីនចូលជួយសង្គ្រោះអ្នករបួសនៅភូមិកាត់ហេតុនិងប្រងើយកន្តាយព្រមទាំងទុកឱកាសឲ្យអាណានិគមជនអ៊ីស្រាអែលបំផ្លិចបំផ្លាញដុតផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីនជាច្រើនខ្នងទៀតឆ្លើយតបនឹងការចោទប្រកាន់នេះនាយនាំពាក្យរបស់កងទ័ពអ៊ីស្រាអែលបានប្រាប់ថាទាហានអ៊ីស្រាអែលបានចោទធ្វើអន្តរាគមន៍នៅកន្លែងដែលមានអំពើហិង្សានិងបានបំបែកក្រុមជនបង្កហេតុចោលដុំថ្មដាក់គ្នារវាងប្រជាជនប៉ាឡេស្ទីននិងជនជាតិអ៊ីស្រាអែលទើបទាហានអ៊ីស្រាអែលបានបើកការបាញ់តបតលើក្រុមភេរវជនដែលចោលដុំថ្មនិងបាញ់មកលើទាហានរបស់ខ្លួនបាទយោងតាមទូរទស្សន៍អ៊ីស្រាអែលនៅពេលដែលកងកម្លាំងមានសមត្ថកិច្ចបានចុះអន្តរាគមន៍ជនជាតិអ៊ីស្រាអែលប្រមាណជាង10នាក់បានចោលដុំថ្មនិងបានប្រើអំពើហិង្សាព្រមទាំងមានបំណងបើករថយន្តបំបុកកងកម្លាំងមានសមត្ថកិច្ចដើម្បីតម្រង់មកទីស្នាក់ការរបស់អាជ្ញាធរប៉ាឡេស្ទីនក្រោយពីការថែភ្លាមទាហានអ៊ីស្រាអែលបានឃាត់ខ្លួនជនបង្កជាជនជាតិអ៊ីស្រាអែល6នាក់និងបានបញ្ជូនមកប៉ុស្តិ៍នគរបាលមូលដ្ឋានថ្លែងក្នុងសន្និសីទសារព័ត៌មានរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សាមកលើទាហានអ៊ីស្រាអែលនិងបានចេញបញ្ជាឲ្យស្វែងរកចាប់ខ្លួនជនបង្កផ្សេងទៀតដោយឡែកអង្គការការពារសិទ្ធិមនុស្សបានថ្កោលទោសចំពោះកំណើនអំពើហិង្សាបង្កដោយអាណានិគមជនអ៊ីស្រាអែលនៅតំបន់ស៊ីសកដានីតំបន់ស៊ីសកដានីជាទឹកដីប៉ាឡេស្ទីនស្ថិតនៅក្រោមការត្រួតត្រារបស់អ៊ីស្រាអែលចាប់តាំងពីឆ្នាំ1967អង្គការដដែលនេះក៏បានលើកឡើងថាអាញាធរអ៊ីស្រាអែលតែងតែដោះលែងជនបង្កហេតុបើតាមអាញាធរប៉ាឡេស្ទីនរហូតមកដល់ពេលនេះប្រជាជនប៉ាឡេស្ទីនប្រមាណ945នាក់បានស្លាប់បាត់បង់ជីវិតដោយស្នាដៃទាហាននិងអាណានិគមជនអ៊ីស្រាអែលនៅតំបន់ស៊ីសកដានី